ជំរាបសួរលោកគ្រូការអានអត្ថបទខ្លីពូថ្លាន់មានថ្វីដៃពូថ្លាន់មានថ្ពណ៌ខូចក្បាលថ្ពេកនឹងធ្គាមខ្លាពូថ្លាន់មានថ្វីដៃខាងឆាថ្លើជ្រូកនឹងចំហុយត្រីថ្ពិនពូថ្លាន់មានថ្វីមាត់នឹងរឹកពីថ្លៃថ្នូរថ្ងៃនេះពូថ្លាន់បបួរមីងថ្គោទៅទិញត្រីសាច់ពុកមីងថ្គោឈរមើលពូថ្លាន់តថ្លៃខ្លោបជ្រូកពូមីងថ្លាន់អស់មីងថ្គោប្រាប់ឲ្យគេចាត់ថ្លឹងត្រីថ្ពិនរួចរាល់ហើយពូថ្លាន់ថ្ពួកថ្លើមជ្រូកនិងត្រីថ្ពិននៅម៉ូតូថ្លើមជ្រូកឆានិងត្រីថ្ពិនចំហុយបានឆ្អិនហើយជំរាបលាលោកគ្រូ